So no, we're very happy to be hosting the cup and very thankful to Eastern and Geylang for both coming to play. Yeah, we're about 3 weeks into pre-season now, so we're starting to try and get more minutes into the legs and get everybody ready to start the season in a couple of weeks. សម្រាប់ការយកឃើញរបស់គ្រូគឺដំបូងគឺយើងមានភាពរីករាយដែលយើងបានន័យថាយើងគឺជាម្ចាស់ផ្ទះនៅក្នុងការរៀបចំពានរង្វាន់ Precision Cup នេះហើយយើងក៏សូមអរគុណទៅកាន់ក្រុម Eastern ក៏ដូចជាក្រុម Geylang ដែលបានចូលរួមប្រកួតជាមួយយើងហើយយើងបានត្រៀមរៀបចំការបង្ហាត់រយៈពេល3សប្តាហ៍មកហើយយើងនឹងរៀបចំធ្វើម៉េចឲ្យបានល្អដើម្បីឲ្យកីឡាករត្រៀមខ្លួនរួចរាល់សម្រាប់ពានរង្វាន់ដែលយើងលេងនៅពេលខាងមុខបាទសម្រាប់ការយកឃើញរបស់ខ្ញុំក្រុមរបស់ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនៅថ្ងៃស្អែកហើយក៏ដូចជាការប្រកួតបន្តទៀត Precision នេះយើងគិតថាអ្វីដែលយើងចង់ដឹងគឺក្រុមរបស់យើងទាំងមូលគឺដែលរយៈពេលដែលពួកយើងបានហាត់ហ្នឹងគឺ3សប្តាហ៍ទាំងកីឡាករចាស់និងកីឡាករថ្មីហើយសម្រាប់ពីប្រកួតនេះគឺយើងចង់ដឹងថាតើកីឡាកររបស់យើងទាំងមូលហ្នឹងធ្វើបាននៅកម្រិតណាហើយនឹងពួកយើងស្វែងយល់ពីប្រព័ន្ធដែលលោកគ្រូគាត់រៀបចំមកយើងលេងហ្នឹងបានដល់កម្រិតណាអញ្ចឹងការពីប្រកួតនេះពួកយើងនឹងស្វែងយកចំណុចខ្វះខាតហើយនឹងចំណុចល្អឲ្យបានច្រើន So for Visal our team preparation was good. We have a 3 week to prepare before the pre-season cup, and it's the good opportunity that we can show that our new player and old player to play together in this pre-season and how we understand about the playing style, also the tactic from the coach. Yeah, very simple. It's good to always play against teams from different countries. Obviously, most of the teams that we play in Cambodia we know very well, so it's good to get different experiences against different coaches, different players, different ways of playing. So look, that'll obviously help us later on when we go to international competitions this season. But yeah, it's really just to have kind of a variety of games and test ourselves against good teams. សម្រាប់យើងប្រកាសណាគឺជាឱកាសល្អមួយក៏ដូចជាផលវិជ្ជមានមួយសម្រាប់ក្នុងការលេងជាមួយទៅនឹងក្រុមដែលមកពីក្រៅប្រទេសជាក់ស្ដែងគឺយើងបានស្គាល់ក្រុមយើងច្រើនហើយនៅក្នុងប្រទេសរបស់យើងអញ្ចឹងការលេងជាមួយទៅនឹងក្រុម Eastern ជាមួយនឹងក្រុម Geylang នេះក៏ដូចជាការត្រៀមខ្លួនមួយដ៏ល្អសម្រាប់ការប្រកួតរបស់យើងនៅខាងមុខជាពិសេសគឺយើងមានការប្រកួតពានអន្តរជាតិអញ្ចឹងការលេងជាមួយទៅនឹងក្រុមដែលមកពីក្រៅស្រុកដូចជាបានន័យថាយើងលេងជាមួយនឹងក្រុមថ្មីមួយដែលមានកីឡាករបរទេសថ្មីក៏ដូចជាគ្រូបង្វឹកថ្មីហើយនឹងយើងពាក់ព័ន្ធទៅនឹងយើងផ្ដល់ផ្នត់គំនិតនៅក្នុងការលេងរបស់យើងនៅក្នុងពានរង្វាន់មួយនេះ Well, look, the main thing we don't go away this year is because some of the options that we had to use in different countries we didn't want to take. Just some things with quality of opponent and dates didn't really work. We could have went to maybe Indonesia, we could have went to Malaysia, but we're going to do a lot of travelling this year already. Shopee Cup, Champions League 2, so to add in more trips, okay, it's not a big problem, but we don't need it. And also the fact that we've obviously invested a lot in the training ground and we've developed the staff and we've developed the sports science and medical department quite a lot. So it makes more sense really to, okay, stay where we know where everything is and we can prepare the players as well as possible right here. So that's kind of the main idea. ជាដំបូងមូលហេតុដែលយើងអត់ចេញទៅធ្វើការបោះជំរំ Precision នៅខេត្តប្រទេសគឺមូលហេតុចម្បងទី1គឺដោយសារតែយើងបានដឹងហើយនៅក្នុងរដូវកាលនេះគឺយើងមានការធ្វើដំណើរច្រើននៅក្នុងការប្រកួតដូចជា ACL2 ក៏ដូចជា Super Cup គឺសិតតែយើងធ្វើដំណើរទៅការប្រកួតនៅក្រៅហើយមួយទៀតគឺពាក់ព័ន្ធទៅនឹងប្រទេសមួយចំនួនគុណភាពក្រុមនៃការប្រកួតសម្រាប់ Precision ហ្នឹងហើយតាមពិតទៅយើងក៏អាចថាចង់ទៅប្រទេសឥណ្ឌូនេស៊ីក៏ដូចជាម៉ាឡេស៊ីដែរប៉ុន្តែបើយើងមើលទៅតាមការអភិផ្សេងគឺយើងពិបាកនៅក្នុងការទៅហើយក៏ពាក់ព័ន្ធទៅនឹងការធ្វើដំណើរមួយទៀតក៏វាមិនមានបញ្ហាធំដុំដែរប៉ុន្តែនៅក្នុងរដូវកាលនេះគឺក្លឹបរបស់យើងគឺបានអភិវឌ្ឍច្រើនក៏ដូចជា
មានការនាំចូលនៅសម្ភារៈអីផ្សេងៗក៏ដូចជាការអភិវឌ្ឍផ្នែក sport science អីផ្សេងៗគឺយើងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់នៅក្នុងប្រទេសរបស់យើងដែលអាចឲ្យកីឡាករគាត់មានក្នុងការអភិវឌ្ឍក៏ដូចជាការត្រៀមខ្លួនបានល្អសម្រាប់រដូវកាលថ្មី Yeah, well, look, it's basically we've had 2 games so far. The players played 45 each the first game, some played 60 in the second game. So for a lot of the players, it's about just increasing those minutes on a clear progression over the next 2 weeks. And then alongside that, okay, have the new players got kind of the idea of what we want from them in terms of playing to our game model and playing with our principles. So it's about just kind of reinforcing that. And yeah, some new players will play, some will play longer than others. We just have to try and push everybody to the level that we think they can do at this moment in time. So yeah, that's the main thing, is getting everybody from a tactical perspective a good understanding of what we want, and then from a physical perspective in a good condition at the right rate to be ready for the first game of the league on the 4th of September. ជាក់ស្ដែងគឺមុនចូលមកដល់ពានរង្វាន់ Pre-season Cup យើងក៏បានមានការប្រកួតមិត្តភាពពីរប្រកួតកន្លងមកដែរហើយយើងក៏បានផ្ដល់នៅកីឡាករនៅក្នុងការលេងអ្នកខ្លះលេង45នាទីអ្នកខ្លះលេង60នាទីដែលពីប្រកួតកន្លងមកហ្នឹងយើងក៏បានដាក់ទាំងកីឡាករចាស់ក៏ដូចជាកីឡាករថ្មីហើយដែរហើយសម្រាប់នៅក្នុងពានរង្វាន់ Pre-season Cup នេះដែរយើងក៏ដូចគ្នាអ្វីដែលចំណុចគោលសំខាន់របស់យើងហ្នឹងគឺធ្វើម៉េចកីឡាករថ្មីឲ្យគាត់បានដឹងអំពី game model ក៏ដូចជារបៀបលេងរបស់ក្រុមរបស់យើងហើយផ្នែកកាយសម្បទាគឺធ្វើម៉េចឲ្យពួកគាត់បានន័យថាកាយសម្បទារបស់គាត់ឲ្យរួចរាល់ត្រៀមសម្រាប់នៅការប្រកួតពានរង្វាន់របស់យើងដែលនៅខាងមុខហ្នឹងអញ្ចឹងយើងនឹងរៀបចំទៅតាមផែនការក៏ដូចជាអ្វីដែលយើងរៀបចំហ្នឹងគឺមានពីរចំណុចហ្នឹងសម្រាប់កីឡាករចាស់និងកីឡាករថ្មីបាទសម្រាប់ខ្ញុំជាធម្មតាសម្រាប់ពេលដែលយើងលេងជាមួយនឹងគូប្រកួតរបស់យើងដែលខ្សែប្រយុទ្ធដែលគេមានក្រុមដែលមានខ្សែប្រយុទ្ធមានធំខ្ញុំហ្នឹងបើសម្រាប់ខ្ញុំជារឿងធម្មតាឯងដោយសារតែខ្ញុំយើងធ្លាប់ប្រកួតជាមួយក្រុមដែលមានកម្រិតកម្រិតខ្ពស់ពេលដែលយើងលេងជម្រើសជាតិផងហើយពេលយើងលេងមួយក្លឹបផងហ្នឹងគឺយើងមានបទពិសោធន៍ហើយតែអ្វីដែលយើងធ្វើហ្នឹងគឺតាមផែនការដែលគ្រូគាត់រៀបចំឲ្យយើងលេងដូចជាពេលដែលយើងប៉ះក្រុមណាអញ្ចឹងយើងមានវីដេអូសម្រាប់កីឡាករហ្នឹងហើយអញ្ចឹងយើងធ្វើតាមផែនការដែលគ្រូគាត់ចង់បានឲ្យយើងលេងទល់មួយគេរបៀបហ្នឹងយើង follow តាម plan គ្រូគឺយើងនឹងអាចធ្វើបានល្អ